ជារឿងដ៏ភ្ញាក់ផ្អើលមួយដែលរថយន្តអគ្គិសនីកំពុងតែលេចមុខកាន់តែច្រើនឡើងនៅកម្ពុជានាពេលបច្ចុប្បន្ននេះហើយ Deepol SO7 បាននាំមកនៅបច្ចេកវិទ្យាដែលមិនធ្លាប់ឃើញពីមុនមកតោះបងប្អូនតាមដានទាំងអស់គ្នាថាតើវាមានអ្វីពិសេសខ្លះ My name is Deepol. You can call me anytime. Hey Deepol I'm here. play the music Okay.មកដល់ហើយបងប្អូនឡានអគ្គិសនីដែលលើសខ្លាំងមែនតើ Deepol S07 2025ខ្ញុំសូមច្បិចយកផ្នែកខាងមុខមុនខាងមុខជាមួយនឹងជាង LED ដែលមាន daytime running light តាក់ទាញមែនតើជាពិសេសខ្ញុំស្រឡាញ់ទៅលើកន្លែង design 3ជ្រុងនេះ daytime running light នេះហើយយើងមើលទៅលើផ្នែកខាងក្រោមគឺមានជាមួយនឹងជាងខាងមុខតែប៉ិតបងប្អូនអាចច្រឡំថានេះគឺជាជាងខាងមុខភ្លើងភ្លឺផ្លូវសំខាន់របស់វាគឺនៅខាងក្រោមខាងនេះគ្រាន់តែជា daytime running light ទេតែវាក៏ជាចំណុចតាក់ទាញមួយសម្រាប់ភ្លើងខាងក្រោមនេះគឺវាមានភាពភ្លឺច្បាស់ហើយអាចសេរីបានដោយ automatic ហើយខាងនេះគឺជាកន្លែងឃ្លុបដាក់អាវ៉ាន់របស់វាទេបងប្អូនក៏មានមកជាមួយនឹង parking sensor សម្រួលទៅដល់ការប្រើប្រាស់មានមកជាមួយនឹង lip ខាងក្រោម lip បែប sport ហើយយ៉ានកង់គឺជាប្រភេទ aluminium 20 inch ការ design ជាលក្ខណៈ two tone ពណ៌ខ្មៅលាយមកជាមួយនឹងពណ៌ក្រោមមេចំណុចពិសេសមួយទៀតគឺទៅលើដៃទ្វារដែលអាចបិទបើកបានដោយ automatic នៅពេលដែលយើង lock ឬក៏ unlock ដែលវាជាភាពទាន់សម័យមួយទៀតដែលបងប្អូនយុវវ័យចូលចិត្តគឺទៅលើដបូលគឺជាប្រភេទ panoramic roof design មើលទៅខ្មៅតែម្ដងបើសិនជាឡាននេះពណ៌ទឹកក្រូចពណ៌បៃតងឬក៏ពណ៌សគឺវាលេចខ្លាំងជាមួយនឹងដបូលខ្មៅ Deepol S07 គឺជាឡានអគ្គិសនីនៅក្នុង Chang'an Group ហើយ brand Deepol នេះបងប្អូនបើថាជាមានទំនុកចិត្តខ្លាំងមែនតើដោយសារតែនាំចូលដោយក្រុមហ៊ុន OMA Cambodia មិនមែនថាទំនុកចិត្តបានមកដោយសារតែការនាំចូលមកមុខពីខាងក្រុមហ៊ុន OMA Cambodia ទេអ្វីដែលពិសេសគឺវាមកពី Chang'an Group ដែល Chang'an Group នេះនៅឯប្រទេសចិនគឺថាធំខ្លាំងមែនតើហើយខ្ញុំទៅតែត្រឡប់មកពីខាង Chongqing ប្រទេសចិនទៅទស្សនកិច្ចនៅ R&D Center របស់ Chang'an ទៅដឹងថាក្រុមហ៊ុន Chang'an នេះមានវិសាលភាពធំប៉ុណ្ណាអញ្ចឹង Deepol គឺជាសមិទ្ធផលរថយន្តអគ្គិសនីមួយដែលទទួលបានភាពជោគជ័យខ្លាំងមែនតើនៅក្នុងទីផ្សារមិនថានៅក្នុងទីផ្សារអឺរ៉ុបទីផ្សារអាស៊ីជាពិសេសនៅក្នុងទីផ្សារប្រទេសយើងឃើញថាមានចំនួននៃការប្រើប្រាស់ច្រើនសម្រាប់រថយន្ត Deepol SO7 ស៊េរីថ្មី2025នេះវាដំណើរការដោយម៉ូទ័រអគ្គិសនីទំហំ160 គីឡូវ៉ាត់កម្លាំងរមុល320 ញូតនម៉ែត្រហើយសាកមកពេញជិះបានទៅដល់620 គីឡូម៉ែត្រក្រៅពីទទួលបានឡានដែលមាន technology ល្អមានប្រព័ន្ធទំនើបផាសុកភាពរូបរាងតាក់ទាញយើងក៏ទទួលបាននៅទំនុកចិត្តខ្ពស់នៅក្នុងការប្រើប្រាស់ដែរព្រោះប្រវត្តិសាស្ត្រវតារបស់ Deepol នេះគឺមិនធម្មតាទេនៅឯប្រទេសចិនក៏ដូចជាវាយលុកទីផ្សារពិភពលោកជាពិសេសអាចវាយលុកទីផ្សារអឺរ៉ុបក៏ដូចជាទីផ្សារអារ៉ាប់បានហើយនេះគឺជាប្រភេទ global version បងប្អូន version ដែល Deepol Cambodia គាត់យកមកលក់នេះអញ្ចឹង global version គឺវាមានស្តង់ដារខ្ពស់ទាំងសុវត្ថិភាពទាំងគុណភាពទាំងកម្រិតសាច់ដែកទាំងtechnology ផ្សេងគឺតម្រូវសម្រាប់ global តែម្ដងអញ្ចឹងឥឡូវយើងសូមចូលទៅកាន់ចំណុចទាំង8ខ្ញុំគិតថា8ចំណុចហ្នឹងជាចំណុចដែលបងប្អូនគួរតែដឹងនៅក្នុងការពិចារណាទិញនៅរថយន្ត Deepol S07 នេះចំណុចទី1គឺនាំចូលដោយក្រុមហ៊ុន OMA Cambodia ដែលមានទំនុកចិត្តខ្ពស់នៅក្នុងការប្រើប្រាស់តែម្ដងបងប្អូនមិនបាច់បារម្ភទេរឿងគុណភាពទី2គឺមានការធានាច្រើនមែនទែនរហូតដល់8ឆ្នាំឬស្មើនឹង 240,000 គីឡូម៉ែត្របាទច្រើនណាស់សម្រាប់ការធានាទៅលើរថយន្តអគ្គិសនីចំណុចទី3គឺផ្ដល់ជូននៅដុំសាកនៅផ្ទះដោយឥតគិតថ្លៃដែលមានទំហំ7គីឡូវ៉ាត់ម៉ោងនិងដុំសាកចល័តដែលមានទំហំ 3.5 គីឡូវ៉ាត់ម៉ោងក៏ដូចជាឧបករណ៍ V2L បំលែងភ្លើងពីរថយន្តទៅកាន់គ្រឿងអេឡិចត្រូនិកដែលបងប្អូនចង់ប្រើប្រាស់ហើយចំណុចពិសេសបន្ទាប់ទៀតគឺសេវាជួសជុលរថយន្ត24ម៉ោងតែម្ដងហើយចំណុចពិសេសទី5គឺពាក់ព័ន្ធជាមួយនឹងជាងជំនាញរបស់ក្រុមហ៊ុន Deepol នេះគឺសិតតែទទួលបាននៅការ training ទទួលបានការរៀនសូត្រច្បាស់លាស់នៅឯក្រុមហ៊ុន Chang'an នៅឯប្រទេសចិនផ្ទាល់តែម្ដងហើយចំណុចដ៏ពិសេសមួយទៀតបងប្អូនត្រូវដឹងថានៅពេលដែលបងប្អូនទិញឡានបងប្អូនចង់បានខ្លាំងមែនទែនទៅលើ service care គេហៅថាការឆ្លើយតបទៅតាមតម្រូវការអតិថិជនក្រោយពេលទិញឡានរួចបាទចំណុចហ្នឹងទាំងគេទាំងខ្ញុំគឺចង់បានដូចគ្នាចំណុចទី7ផ្ដល់ជូននៅការ training ក៏ដូចជាការបង្រៀនពីរបៀបនៅក្នុងការប្រើប្រាស់និងថែទាំរថយន្តដោយឥតគិតថ្លៃពីសំណាក់ Deepol Cambodia ជូនទៅកាន់អតិថិជនទាំងអស់ក៏ដូចជាចំណុចចុងក្រោយគឺរថយន្តនេះទៀតសោតទទួលបាននៅការតេស្តស្តង់ដារសុវត្ថិភាពខ្ពស់ខ្លាំងមែនទែនរថយន្តនេះជាប់ជាមួយនឹងចំណាត់ថ្នាក់ផ្កាយ5គឺទៅលើ ANCAP Australia NCAP ស្តង់ដារអូស្ត្រាលី Euro NCAP ស្តង់ដារអឺរ៉ុបនិង C NCAP ស្តង់ដារប្រទេសចិនអញ្ចឹង3នេះទទួលបានចំណាត់ថ្នាក់ផ្កាយ5ទាំងអស់តែម្ដងការ design រថយន្តអគ្គិសនីរបស់ Deepol មិនថា S07 L07 ឬក៏ model ផ្សេងៗទៀតរបស់ Deepol ឆ្លងកាត់នៅ designer មកពី31ប្រទេសខ្ញុំសូមសង្ខេបយកនៅប្រទេសដែលមានជំនាញខ្លាំងនៅក្នុងការ design ក៏ដូចជានៅក្នុងវិស័យឧស្សាហកម្មផលិតយានយន្តហ្នឹងថាគាត់មាន
គេឈ្មោះល្បីល្បាញហ្នឹង designer មកពីប្រទេសអាល្លឺម៉ង់មកពីប្រទេសអ៊ីតាលីមកពីប្រទេសជប៉ុនបាទនិងមកពីប្រទេសចិនជាដើមទាំងអស់នេះសុទ្ធតែជាចំណុចខ្លឹមទាំង8ដែលបងប្អូនគួរដឹងមុននឹងពិចារណាទិញប្រើប្រាស់ជាមួយនឹងរថយន្តអគ្គិសនី Deepal S07 ចឹងខ្ញុំមានប៉ុណ្នេះដែលជាចំណុចសំខាន់ខ្លឹមចែកម្លែកជូនបងប្អូននៅផ្នែកខាងមុខនិងចំហៀងឥឡូវយើងចូលទៅកាន់ផ្នែកខាងក្រោយហើយឆ្ពោះចូលទៅកាន់ផ្នែកខាងក្នុងទាំងអស់គ្នាតោះបងប្អូនឥឡូវយើងចូលមកកាន់ខាងក្រោយណាស្តុបវាតាក់ទាញខ្លាំងមែនតើវាភ្ជាប់គ្នាពីមួយចំហៀងទៅមួយចំហៀងការ design ចំណិតតូចឥឡូវបងប្អូនមើលទៅលើចំណុចទាំងអស់នេះទៅគឺវាអត់ស្មើត្រង់ទៅហ្មងទេវាមានចំណិតដែលវាមើលទៅផុសច្បាស់ដូចគ្រាប់ពេជ្រចឹងគែមឆ្វេងស្ដាំនេះហៅថាដូចគ្រាប់ពេជ្រ3ចំណិតចឹងនេះជា concept របស់ Deepal មួយដែលខ្ញុំស្រឡាញ់ខ្លាំងមែនតើជាពិសេសគឺ logo របស់វាខាងមុខជាប្រភេទ logo ធម្មតាតែខាងក្រោយ logo នេះជាប្រភេទ LED តែម្ដងភ្លឺច្បាស់ចេញជារាង logoឡើយខ្ញុំសូមបើកក្លុបខាងក្រោយបាទជួយបងប្អូនទេសនាបន្តិចសម្រាប់ model ឆ្នាំ2025មាននៅជម្រើសខាងក្នុងពណ៌ខ្មៅបែប sport តែខ្មៅនេះខ្មៅបែប premium ទំហំក្លុបប៉ុណ្ណេះខ្ញុំគិតថាមកល្មមសមរម្យនៅក្នុងការប្រើប្រាស់សម្រាប់គ្រួសារដែលគាត់ត្រូវការនៅ space ធំទូលាយអញ្ចឹងបងប្អូនប្រើឡាននេះដូចជាអត់មានអី concern ទេបាទឥឡូវសូមបិទក្លុបក្រោយវិញខាងក្រោមនេះមានចំណុចតាក់ទាញមួយទៀតគឺទៅលើ stop កដាលតូចមួយបែប sport មើលទៅឡាន sport ភាគច្រើនគេបំពាក់ឲ្យវាមើលទៅវាតាក់ទាញ active ឥឡូវនៅ Deepal S07 នេះគឺមានកាមេរ៉ា radar sensor របស់វាហើយ parking sensor មាននៅក្រោយទៀតឥឡូវបងប្អូននៅខាងក្រោយខ្ញុំមានប៉ុណ្ណឹងណាខ្ញុំមានចំណុចខាងក្នុងច្រើនក្នុងការបង្ហាញជូនទៅកាន់បងប្អូនសង្ឃឹមថាបងប្អូនស្ដាប់ហើយអាចមានមូលដ្ឋានគ្រឹះកាន់តែច្រើនទៀតនៅក្នុងការពិចារណាទៅនេះតោះMy name is Deepal. You can call me anytime and anywhere. ទ្វារជាលក្ខណៈ frameless មានន័យថាអត់មានសុំទេបងប្អូនចាំមើលដូចស្ពណ៌អញ្ចឹង Right here. Close the window. Okay, I'll turn it off. ចឹងបងប្អូនឥឡូវខ្ញុំសូមនិយាយពីចំណុចសំខាន់អេក្រង់ទំហំធំនេះមានមុខងារ view ទៅលើកាមេរ៉ា360ការបញ្ជាបិទបើកនៅ drive mode ឧទាហរណ៍យើងចង់បាន eco mode comfort mode sport mode បាទយើងចុចបាននៅលើនឹងទាំងអស់ម៉ាស៊ីនត្រជាក់ក៏យើងអាចធ្វើការបញ្ជាបានដែរនេះប្រព័ន្ធសីតុណ្ហភាពក្នុងឡានហ្នឹងគឺយើងអាចបញ្ជាតាមរយៈអេក្រង់ touch screen នេះពាក់ព័ន្ធមួយអេក្រង់កណ្ដាលនេះអាចធ្វើការបត់ទៅឆ្វេងក៏បានស្ដាំក៏បានតាមរយៈការបញ្ជារបស់យើងឥឡូវខ្ញុំសូមដាក់វាឲ្យបែរមកចំកណ្ដាលអូខេឥឡូវយើងទៅខាងស្ដាំមកខាងតកុងវិញមកវិញអូខេហើយមិនហ្នឹងគឺជាការបញ្ជាដោយសលេងដែលខ្ញុំប្រើប្រាស់នៅ function របស់វាគឺវាស្ដាប់យើងបានល្អមែនទែននៅពេលដែលពាក្យយើងនិយាយទៅគឺវាចាប់បានវាឆាប់ចាប់បានហើយវាធ្វើការអនុវត្តទៅតាមអ្វីដែលយើងចង់បានជាភាសាអង់គ្លេសបងប្អូនអរគ្នាហើយអេក្រង់នេះទៀតសោតមានមុខងារមួយដែលយើងអាចធ្វើការបដូរ wallpaper នៅលើនឹងបានឥឡូវយើងចូលទៅកាមេរ៉ាបងប្អូនឃើញទេឃើញរូបខ្ញុំកំពុងតែនិយាយហើយមានកាមេរ៉ាមែនគាត់នៅខាងក្រោយអញ្ចឹងនេះយើងអាចថតរូបសន្លឹកក៏បានថតវីដេអូក៏បានឥឡូវខ្ញុំសូមថតរូបសន្លឹកមួយមើលចូលជាមួយថតវីដេអូអូខេវីដេអូ10នាទីអាស្រ័យតាមការចង់បានរបស់យើងចង់ឲ្យវាបែរ screen កណ្ដាលថតចំកណ្ដាលថតបែរមកយើងថតបែរទៅស្ដាំក៏បានមួយយ៉ាងដែរបាទវាសប្បាយនៅក្នុងការប្រើប្រាស់ដែលអ្នកប្រើប្រាស់ឡានអគ្គិសនីគួរតែ experience ឬក៏មានបទពិសោធន៍ក្នុងការប្រើប្រាស់ម្ដងក្នុងមួយឆាយជីវិតហើយបាសរបស់វាខ្ញុំបានតេស្តហើយឯង surround sound ជុំវិញខ្លួនយើងហើយបាសវាបុកធ្ងន់ល្អមែនតើចូលទៅកាន់អេក្រង់ខាងមុខរបស់ខ្ញុំគឺជាប្រភេទ head up display ដែលមានទំហំធំរហូតដល់ 15.6 inch បង្ហាញនៅមុខងារដូចជាល្បឿនដែលយើងប្រើប្រាស់ភ្លើងដែលយើងបើកប្រព័ន្ធ cruise control parking sensor ឬក៏មុខងារដែលយើងដាក់អក្សរ D អក្សរ P អក្សរ R បាទទៅមុខទៅក្រោយឈប់អីហ្នឹងគឺវា load នៅលើ head up display ហ្នឹងតែម្ដងឥឡូវខ្ញុំបិទអញ្ចេះមានអារម្មណ៍ថាងឹតខ្ញុំចង់បើកសំណាញ់ខ្មៅខាងលើដើម្បីឲ្យពលឺចូលខាងក្នុងឡានដោយសារខាងលើនេះមានមកជាមួយនឹង turbo panoramic roof ដែរតែខ្ញុំអត់ចង់បញ្ជាទេចង់ប្រើប្រាស់ voice command ដើម្បីធ្វើការបញ្ជាតែម្ដង I'm here. Open the sunset Open Okay, I'll turn it on. បើកហើយនេះគឺជាសោរបស់វារាងដូច logo អញ្ចឹងបងប្អូនស្អាតមែនតើខាងនេះមានមកជាមួយនឹង wireless charge សាកថ្មឥតខ្សែហើយមានកន្លែងនេះយើងអាចដាក់ជាមួយនឹងសោរបស់យើងឬក៏បើមានកាតយើងអាចដាក់ជាមួយនឹងកាតនៅលើនឹងដែរកាតរបស់វាហើយមានកន្លែង cup holder មួយគូហើយនឹង center console នេះមានកន្លែងដែលយើងអាចដាក់សម្ភារៈរបស់យើងហៅ console box ណាបាទចំណុចមួយទៀតគឺកៅអីរបស់វាជាប្រភេទកៅអីស្បែកដែលមានកម្រិតគុណភាពខ្ពស់ខ្លាំងមែនតើបងប្អូនមើលទៅលើកៅអីដែលខ្ញុំ detail ខ្ញុំសង្កត់ជូនណាបាទទុនណាស់បាទ
យើងអង្គុយផាសុខភាពស្រួលខ្លួនហើយវាមានមុខងារក្តៅត្រជាក់ទៀតសំខាន់គឺ Diamond Cut design ជាលក្ខណៈកាត់ធ្នេរកាត់ក្របពេជ្រហើយស៊េរីថ្មី2025នេះឡាយមកជាមួយនឹងពណ៌ទឹកក្រូចខាងក្រោមនេះក៏មានជាមួយនឹង space ដែលយើងអាចដាក់ជាមួយនឹងទូរស័ព្ទឬក៏ដាក់មួយសម្ភារៈរបស់យើងនៅខាងក្រោមនេះដែរហើយតួយ៉ាងបើយើងមើលទៅលើខាងចង្កូតវិញម្ដងចង្កូតជាលក្ខណៈ D shape នេះទៅ3នាក់គាត់រៀងខ្ពស់ជើងវែងក៏អត់សូវទៅជាមួយនឹងចង្កូតពេលបើកបរដែរហើយ D shape នេះគឺតាមបែបអនាគតតែម្ដងជាពិសេសបងប្អូននៅពេលដែលបើកក៏ស្រួលមួយយ៉ាងដែរហើយចង្កូតធូរខ្លាំងបាទធូរខ្លាំងតែម្ដងមានប៊ូតុងនៅលើចង្កូតនេះទៀតយើងអាចបញ្ជាទៅលើបទចម្រៀងនេះមើលសម្ពាធខ្យល់កង់នេះមើលជាមួយនឹង energy មានន័យថាថាមពលដែលឡានប្រើប្រាស់អស់ប្រមាណសល់ប្រមាណពិសេសគឺយើងអាចមើលទៅលើប្រព័ន្ធកាមេរ៉ាបញ្ជុំឡានបាទយើងចុចទៅលើអក្សរនេះ360នេះអញ្ចឹងយើងអាចមើលទៅលើ angle ខុសៗគ្នានេះមើលខាងស្ដាំនេះមើលខាងឆ្វេងនេះមើលខាងក្រោយនេះមើលខាងមុខហើយនឹងពីលើបាទពីលើបែបហៅ satellite បាទ Drive mode វាមាន Eco Comfort Sport និង Customize អាស្រ័យតាមការចង់បានរបស់យើងប្រព័ន្ធ Cruise Pilot ជំនួយដល់ការបើកបរអូតូម៉ាទិកក្នុងករណីមានគំនូសផ្លូវច្បាស់ដូចជាផ្លូវលបឿនលឿនអីបងប្អូនបើកឡាននេះអត់ហត់ទេហើយវាមានលើសពីអ្វីដែលខ្ញុំនិយាយទៀតដោយសារយើងមិនមានពេលយូរហើយនេះក៏ជាវីដេអូមួយបែបខ្លីគឺវីដេអូបែប first impression ទេមិនមែនជា full review ទេបើជ្រុលជាយើងនិយាយតាំងពីមុខតាំងពីចំហៀងក្រោយខាងក្នុងហើយបាទអស់ហើយឥឡូវខ្ញុំសូមបដោតទៅលើកៅអីជួរទី2វិញម្ដងអញ្ចឹងនាំបងប្អូនទៅមើលកៅអីជួរទី2បន្តិចតោះបងប្អូនមកដល់កៅអីជួរទី2នេះខ្ញុំបដោតសំខាន់ទៅលើ comfortable អញ្ចឹង comfortable របស់វាទាំងកម្រិតជង្គង់ទាំងកម្រិតផ្នែកខាងលើយើងអង្គុយទៅស្រឡះស្រួលខ្លួនមែនតើជាពិសេសគឺយើងអង្គុយដូចនៅសាឡុងទទួលភ្ញៀវនៅផ្ទះយើងអញ្ចឹងដោយសារពូករបស់វាអង្គុយទៅអត់មានអារម្មណ៍ថាអង្គុញជើងពេកការផ្ដេករបស់វាហ្នឹងក៏មិនផ្ដេកពេកអញ្ចឹងយើងអង្គុយ position ប៉ុណ្នេះគឺ VIP តែម្ដងសម្រាប់កញ្ចក់ខ្ញុំបញ្ជាក់បងប្អូននៅពេលនេះគឺវាមានរហូតដល់2ជាន់អញ្ចឹងកញ្ចក់2ជាន់របស់វានេះគឺកាត់សម្លេងពីខាងក្រៅបានច្រើនមែនតើនៅពេលដែលយើងចូលអង្គុយខាងក្នុងចូលអង្គុយទៅមានអារម្មណ៍ថាស្ងាត់អ្នកជិះខាងក្រោយនេះសឹងតែចង់សម្រាកមកពេលដែរហើយយើងក៏មានមកជាមួយនឹង armrest ធំមែនតើយើងអាចដាក់ cup holder បានយើងអាចដាក់ទូរស័ព្ទបាននេះបើសិនជាយើងអង្គុយគ្នាច្រើនយើងលើកទៅចំណុចពិសេសទៅលើ center console នៅកណ្ដាលនេះវាមានម៉ាស៊ីនត្រជាក់ហើយមួយទៀតវាមានប៊ូតុង screen នៅលើនេះដែលបញ្ជាដោយការ touch បានយើងអាចបញ្ជាទៅលើការបិទបើកតំណាញ់ខាងលើនេះ Turbo Panoramic យើងអាចបញ្ជាឲ្យ speed ម៉ាស៊ីនត្រជាក់ដង្ហាលបាញ់មកខ្លាំងខ្សោយសេរីអង្សាក៏បានអាចសេរីកៅអីខាងស្ដាំដៃនេះឲ្យទៅមុខទៅក្រោយបានគឺយើងអាចបញ្ជាតាមរយៈកណ្ដាលនេះបានទាំងអស់អញ្ចឹងអ្នកអង្គុយក្រោយនេះគឺ VIP តែម្ដងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ឡាន Deepal SO7 2025នេះអាចមកធ្វើការបើកបរសាកល្បងដោយផ្ទាល់បាននៅ showroom Deepal Cambodia ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវមនីវង្សទល់មុខក្រសួងអភិវឌ្ឍជនបទនៅជាប់នឹង showroom របស់ Ford ផ្ទាល់តែម្ដងបងប្អូនទាំងគ្នាខ្ញុំមានប៉ុណ្ណឹងសម្រាប់បងប្អូនយល់ឃើញយ៉ាងណាពីរថយន្ត Deepal S07 នេះអាចធ្វើការ comment បានជាពិសេសសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់ព័ត៌មានក៏ដូចជាអាស័យដ្ឋានលេខទូរស័ព្ទដែលខ្ញុំបានដាក់ជូននៅខាងចុងវីដេអូនេះអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាពីដើមរហូតដល់ចប់មានមតិយោបល់យ៉ាងណាអាចធ្វើការ comment បានជួបគ្នានៅវីដេអូក្រោយ